តូចមនុស្សមានប្រមាណប្រភេទបើពេលអង្គចម្រើនគឺមនុស្សមាន5ប្រភេទមនុស្សមាន5ប្រភេទមនុស្សទី5ឈ្មោះអីទី5ឈ្មោះមនុស្សទេវតាអាយមនុស្សទី3ឈ្មោះអីមនុស្សទី3ឈ្មោះមនុស្សដេរឆានថាប៉ុណ្្នឹងឯងចាំទេមនុស្សទី1ឈ្មោះអីទី1ឈ្មោះមនុស្សប្រែតមនុស្សទី2ឈ្មោះអីមនុស្សទី2ឈ្មោះមនុស្សនរោអាយហើយចុះមនុស្សប្រែតនឹងមានធម៌អីមានធម៌ប្រែតអាយធម៌ប្រែតទៀតបងប្អូនមនុស្សប្រែតមានធម៌ប្រែតមើលធម៌ប្រែតធម៌អីទេធម៌ប្រែតធម៌លោភៈអាយហើយចុះមនុស្សនរោមានធម៌អីមនុស្សនរោមានធម៌នរោធម៌នរោទៀតហើយធម៌នរោធម៌អីធម៌នរោធម៌នរោធម៌ទោសៈអាយធម៌ទោសៈហើយចុះមនុស្សដេរឆានមានធម៌អីមនុស្សដេរឆានមានធម៌ដេរឆានធម៌ដេរឆានធម៌អីគេធម៌មោហៈហើយចុះមនុស្សជាតិមានធម៌ប្រមាណមានធម៌5អាយមានធម៌5ធម៌អីខ្លះធម៌5របស់មនុស្សជាតិធម៌5របស់មនុស្សប្រាសជាតិមានមេត្តាសមាជីវៈសតិរសន្តោសច្ចៈអបមាទៈមេត្តាសមាជីវៈរហូតដល់អបមាទៈអីហើយចុះមនុស្សទេវតាមានធម៌ប្រមាណមនុស្សទេវតាមានធម៌7អាយមានធម៌7ធម៌7មានអីខ្លះធម៌មានមេត្តាសមាជីវៈសតិរសន្តោសច្ចៈអបមាទៈនិងហិរិអតបៈអាយទុកម៉ែបងប្អូនឃើញណាមេត្តាសមាជីវៈសតិរសន្តោសសច្ចៈអបមាទៈហិរិនិងអតបៈបានហិរិនិងអតបៈនឹងឈ្មោះថាធម៌អីធម៌ហ្នឹងធម៌ហិរិអតបៈឈ្មោះថាធម៌នៅបើខ្លាយទៅជាមនុស្សទេវតាអាយហិរិអតបៈទេវធម៌ជាធម៌នាំឲ្យតកើតជាមនុស្សសទេទេវតាពុកម៉ែបងប្អូន